ដៃខ្ញុំបាក់ហើយលោកសិនសម្រាប់គាត់ឲ្យលឿនខ្ញុំនឹងផ្ដល់ឲ្យអ្នក100 លានរឿងល្ងងខ្លៅការទេកំភ្លៀងមួយបានសម្រាប់ Shen អូនេះគឺជាអាកំបាំងនៃឋានសួគ៌គឺមិនស្គាល់ EB Chen លុតជង្គង់ចុះតើអ្នកខ្ញុំទេលុតជង្គង់ចុះមិនថាអ្នកពូកែប៉ុណ្ណាទេតើអ្នកអាចលឿនបានទេតើអ្នកបានប្រើកាំភ្លើងទេម៉ាក់ជាទីស្រឡាញ់របស់ខ្ញុំតើអ្នកណានឹងជំនួសខ្ញុំវាប្រែជាកាំភ្លើងក្មេងលេងមែនទេអ្នកដែលដេញតាមខ្ញុំនៅពេលនោះក្រៅពីនេះតើមានអ្នកណាទៀតក្នុងគ្រួសារយ៉ាវរបស់អ្នកហួសហេតុពេកប្រធានគ្រួសារយ៉ាវគឺជាសាច់ញាតិរបស់ព្រះអង្គម្ចាស់នៃជានោះដែលការពារខ្លួនឯងបើអ្នកហ៊ានប៉ះគាត់អ្នកកំពុងមិនអើពើនឹងយ៉ាងតើស្ដេចខាងត្បូងត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំងដែរឬទេតើអ្នកណាហ៊ានឈ្លានពានទឹកដីគ្រួសារចៅហេតុអ្វីបានជាខ្លាខ្មៅនៅទីនេះក្នុងរឿង Go World មានប្រែคล้ายគាត់ទៅជាសាច់ Minst អ្នកទាំងអស់គ្នាចូលស្ទុះមកចាប់គាត់ហើយច្របាច់គាត់ទៅសម្រាប់តើអ្នកណាហ៊ានបោះជំហានទៅមុខប៉ាខ្ញុំនឹងតស៊ូដើម្បីប៉ាវេទមន្តខ្ញុំនឹងផ្ដល់ពេលឲ្យគ្រួសារចៅរបស់អ្នក1 ម៉ោងប្រាប់បុរសចំណាស់របស់អ្នកឲ្យចេញមកប្រាប់គាត់ថាបានបញ្ជាឲ្យសម្រាប់គ្រួសារយីរបស់ខ្ញុំអ្នកណាជាមេខ្លោងនៅពីក្រោយរឿងអាសគ្រួសារនេះធ្វើនិយាយមកខ្ញុំនឹងបំផ្លាញគ្រួសារយ៉ាវរបស់អ្នកទាំងមូលកប់ជាមួយគាត់គួរឲ្យចាប់អារម្មណ៍ណាស់ព្រោះមាននរណាម្នាក់អាចផែនការរបស់ខ្ញុំត្រូវបានបំផ្លាញតើមនុស្សនៅខាងក្រោមជានរណាលាក់ក្បាលនិងកន្ទុយរបស់ពួកគេខ្លាចរីកាតើអ្នកនឹងមានឈ្មោះក្នុងបញ្ជីទេកូនឲ្យចាំខ្ញុំប្រាប់ឯងសិនមានអ្វីនៅពីមុខឯងនេះជាប្រភេទមនុស្សដែលអាចនិយាយអំពីក្រដាស់បានការគាំងបណ្ដាញសកលមហាស្ត្រីអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិតកញ្ញាលូលីនថ្ងៃនេះអ្នកស្រីលូបានសម្លាប់កូននិងចៅរបស់ខ្ញុំពួកគេនឹងធ្វើឲ្យអ្នកចំណាយដល់ជីវិតរបស់អ្នកប្អូនប្រុសតូចឲ្យតើអ្នកអាចខ្លាចជាយ៉ាងណាទៅអញបានបំពេញច្បាប់ទៀតហើយឬខ្ញុំនិយាយទេលូនារីវ័យក្មេងនៅទីនេះអ្នកស្លាប់ហើយអាក្មេងល្ងងឲ្យអ្នកទៅតែចុះពីភ្នំបានប៉ុន្មានថ្ងៃប៉ុណ្ណោះជាម្ចាស់ឲ្យអ្នកបានចាក់ខ្ញុំចូលទៅក្នុងរន្ធដ៏ធំបងស្រីលូនេះមិនមែនជាកំហុសរបស់ខ្ញុំទេខ្ញុំនឹងសម្លាប់បុរសចំណាស់នោះអ្នកស្រីលូអ្នកទទួលខុសត្រូវគាត់ឈ្មោះតើគាត់ឈ្មោះអ្វីខ្ញុំចង់សួរអ្នកយ៉ាវលោកចាស់ឲ្យអ្នកមានចិត្តក្លាហានមែនពួកគេបានបង់ប្រាក់ឲ្យខ្ញុំដើម្បីមកសម្លាប់ខ្ញុំបងប្អូនប្រុសស្រីជំនាន់ក្មេងនោះគឺគាត់នៅពេលនោះខ្ញុំគ្រួសារយីមានសមាជិកជាង300នាក់លោកបានបញ្ជាឲ្យសម្លាប់អ្នកដទៃហើយឲ្យសម្លាប់អ្នកដទៃទៀតខ្ញុំនឹងនិយាយខ្ញុំនឹងប្រាប់អ្នកគ្រប់យ៉ាងបំផ្លាញចោលគ្រួសារយាយមិនមែនជាគំនិតរបស់ខ្ញុំទេវាជាគំនិតរបស់ជាងស្ដេចនៃភាគខាងត្បូងអ្វីទាំងអស់គឺជាស្ដេចនៃចង្ងាគាត់បានញុះញង់វាគ្រួសារចៅរបស់ខ្ញុំគឺជារបស់គាត់អូនប្រុសពើរបស់ខ្ញុំមានឆ្កែមួយក្បាលដែលគាត់ចិញ្ចឹមវាពិតជាគួរឲ្យចង់លាបណាស់វាស្អិតណាស់វាជារបស់កខ្វក់សំណាងអាក្រក់បណ្ដាសាវ៉ាជាអ្នកណាពួកគេមានភាពក្លាហានមែនអញហ៊ានចូលមកក្នុងដីរបស់ខ្ញុំយ៉ាងម៉េចផ្ទះមិនបានដឹងថាគ្រួសារយ៉ាវជារបស់ខ្ញុំទេតើវាជាឆ្កែដែលចិញ្ចឹមដោយគ្រួសារយ៉ាងមែនទេក្មេងស្រីនេះពិតជា sexy man ក្មេងឲ្យឥឡូវអ្នកដាក់ VP នៅក្នុងខ្លួនអ្នកហើយជើងខ្ញុំបាក់ហើយដូច្នេះខ្ញុំកំពុងលុតជង្គង់នៅលើដីលុតជង្គង់100 ដងរួចរមៀលខ្លួនចេញសុទ្ធក្មេងស្រីនេះខ្ញុំនឹងយកវាមកវិញហើយថែរក្សាយុវជនជំនាន់ក្រោយកូនប្រុសឲ្យបិទមាត់ទៅមានរឿងអ្វីធំដុំម្លេះលោកម្ចាស់មានរឿងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងលោកយ៉ាវត្រូវបានគេធ្វើជាមុខនៅផ្ទះគ្រួសារនេះបានផ្លាស់ប្ដូរទាំងស្រុងហើយអ្នកអាចនិយាយអំពីវាបានចំណងពួកគេគឺជាបុរសម្នាក់ឈ្មោះ Hibi Chen វាត្រូវបានធ្វើឡើងដោយយុវជនម្នាក់គាត់គឺជាមានមហាស្ត្រីហេតុខរបស់ពិភពលោកផងដែរលូយីយេប៉ៃឈិនជាអ្នកដែលបានបំផ្លាញគ្រួសារក្មេងតូចនោះនៅរស់នៅឡើយទេបាត់ចាស់សកលយេប៉ៃឈិនក្មេងកំណាចនោះពេលណាខ្ញុំគួរតែសម្លាប់គាត់ដោយខ្លួនឯងនៅពេលនោះឥឡូវនេះគាត់ពិតជាហ៊ានសម្លាប់កូនប្រុសរបស់ខ្ញុំព្រះអង្គម្ចាស់សេខាងក្មេងប្រុសនោះយើងមិនអាចលាក់បាំងការពិតដែលថាលូយីចុះពីអត់ប្រយោជន៍ទេស្ត្រីឈួតនោះលូយីបន្ទាប់ពីរំកិលដៃរបស់អ្នករស់នៅបណ្ដាញសកលត្រូវបានបិទគប់ខ្ញុំ Blade បានទៅញុះញង់ Hibi Chen ក្មេងនោះមានចំណុចខ្សោយមួយគឺគ្រួសារចៅជាយូរគាត់មិនបានត្រឡប់មកវិញដើម្បីការវិជាគូដណ្ដឹងរបស់គាត់មែនទេបន្ទាប់មកខ្ញុំទៅចាប់ផ្ដើមជាមួយគ្រួសារចៅប៉ាបានដឹងថាត្រីឲ្យត្រឡប់មកផ្ទះវិញឲ្យលឿនណាដល់ពេលទៅពីហេតុការណ៍នេះយើងដឹងហើយថាមានអ្វីកើតឡើងបងប្រុស Bichen ស្ដេច Jang Nenjang ស្ដេចខាងត្បូងកំពុងបង្ក្រាបគ្រួសារចៅតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះមួយធនាគារត្រូវការប្រមូលប្រាក់កម្ចីការទូទាត់ឪពុកខ្ញុំចង់ឲ្យអ្នកគ្រប់គ្រងរបស់គាត់ទាំងអស់និយាយថារហូតសាច់ប្រាក់របស់គ្រួសារចៅគាត់ហ៊ានធ្វើវាខ្ញុំនឹងទៅឥឡូវនេះគាត់បានសម្លាប់អូនប្រុសរបស់គាត់ឈ្មោះ Bichen ជាងមិនមែនជាបញ្ហាដែលអាចដោះស្រាយបានដោយកម្លាំងណាវាងប្រកបអាជីវកម្មក្នុងពិភពក្នុងរយៈពេលប្រហែលឆ្នាំមកនេះឪពុកខ្ញុំបានហៅទូរស័ព្ទពី3ដងមនុស្សម្នាក់សុខចិត្តយើងមិនធ្លាប់មានញឹកជាងពេលនេះទេពិតជាគ្មានផ្លូវចេញទេខ្ញុំមានសមត្ថភាពសម្រាប់មានសមត្ថភាពលួចចូលប្រព័ន្ធរបស់គាត់ពីប្រព័ន្ធប៉ុន្តែវាជាបញ្ហាអាជីវកម្មខ្ញុំពិតជាមិនយកទេអូនប្រុសកុំប្រញាប់ប្រញាល់សម្រាប់ចោលទៅការបង្ក្រាបស្ដេចជាងណានគឺងាយស្រួលណាស់ប៉ុន្តែការដោះស្រាយបញ្ហាគឺការហាមឃាត់ពាណិជ្ជកម្មយើងត្រូវប្រើវិធីសាស្ត្រអាជីវកម្មខ្ញុំមិនអាចបំបែកវាបានទេអ្នកក៏មិនអាចដែរប៉ុន្តែមាននរណាម្នាក់មែនហើយបងប្រុសតូចភ្លេចហើយឬនៅអ្នកក៏មានបងស្រីច្បងដែរមែនទេស៊ូខេងយានស្ត្រីហេរ៉ាញ់វត្ថុកគ្រូសា Rothschild អ្នកគ្រប់គ្រងពិតប្រាកដគឺព្រះអង្គម្ចាស់នៃយ៉ាងជាមួយនឹងទ្រព្យសម្បត្តិគ្រួសារបន្តិចបន្តួចនេះបងស្រីច្បងខ្សែភ្នែករបស់ពួកគេវាមិនមែនជាតម្លៃស្វីនត្រូវផ្សេងទេតើខ្ញុំអាចធ្វើជាមេដោយរបៀបណាអូនស្រីភ្លេចបងប្រុសពេកឈិនហើយអ្នកតើបងស្រីច្បងពិតជាអស្ចារ្យមែនម៉ាជីយីងអ្នកគ្រាន់តែរងចាំមើលខ្ញុំដឹងថាស្ដេចនៃយ៉ាងនឹងចង់លេងជាមួយខ្ញុំសង្គ្រាមពាណិជ្ជកម្មបន្ទាប់មកខ្ញុំនឹងប្រាប់ថាវិធីប្រហាកាត់បងស្រីច្បងខ្ញុំពេកឈិនសៀវស៊ីបងប្រុសឲ្យពិតជាអ្នកមែន
អ្នកបានចុះពីលើភ្នំហើយនោះគាត់ក៏បានចុះពីភ្នំដែរអ្នកមិនបានប្រាប់បងស្រីច្បងរបស់អ្នកផងអ្នកដឹងទេថាបងស្រីច្បងរបស់អ្នកអរគុណច្រើនណាស់បងស្រីច្បងខ្ញុំជួបបញ្ហាបន្តិចមានបញ្ហាអ្វីតើអ្នកបង្កបញ្ហាទៀតហើយរកពីវាចប់ហើយសូមប្រាប់បងស្រីច្បងនេះជាប្រភេទគ្រូដែលជួយអ្នកដោះស្រាយរឿងបងស្រីជាកន្លែងរបស់ស្ដេចនៃទាំងណាវាងជាជនអនាថាក្នុងតំបន់អញហ៊ានធ្វើបាបប្អូនប្រុសតូចរបស់ខ្ញុំមែនទេខ្ញុំនឹងដោះស្រាយរឿងនេះប្អូនប្រុសតូចចាំ3ថ្ងៃសិនណាអូនសូមឲ្យទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ត្រូវបានលុបចោលទៅបងស្រីច្បងនេះជាសារសួរសុំទៅទីមិត្តភក្តិម្នាក់អូខ្ញុំនៅទីនេះឥឡូវនេះខ្ញុំនៅជាងណានមនុស្សជាច្រើននឹងត្រូវហោះហើរឆ្លងកាត់នៅថ្ងៃស្អែកអ្នកខ្លាំងណាស់បងស្រីច្រើនជាងបានទូរស័ព្ទហើយខ្ញុំនឹងរៀបចំខ្លួនត្រៀមខ្លួនដើម្បីឲ្យស្ដេចជាងណានបានឃើញការយល់ដឹងអំពីសង្គ្រាមហិរញ្ញវត្ថុគឺជាអ្វីជីអ៊ីងកុំបារម្ភអីបងស្រីច្បងនឹងមើលថែវាមកសូម្បីតែស្ដេចជាងណានក៏មិនអាចដួលរំលំអ្នកបានទូរស័ព្ទទៅឪពុករបស់អ្នកឥឡូវនេះប្រាប់គាត់ឲ្យស្ងប់ចិត្តហើយកុំភ័យស្លន់ស្លោខ្ញុំជឿជាក់លើអ្នកស្ដេចនៃជាងណានអ្នកចង់ធ្វើជំនួញប្រសិនបើអ្នកចង់ហាមឃាត់ឧស្សាហកម្មនេះឲ្យបានហ្មត់ចត់សូមឲ្យខ្ញុំបង្ហាញអ្នកពីអ្វីដែលពិតប្រាកដតើថៅកែហិរញ្ញវត្ថុដែលបានសម្លាប់អ្នកជានរណាតើអ្នកបានធ្វើដូចម្ដេចអង្គុយលើកៅអីខ្ញុំមែនទេប្រហែលជាតើក្រុមហ៊ុនទាំង3របស់ខ្ញុំអាចក្នុងពេលជាមួយគ្នានេះខ្ញុំជានរណាក៏មិនសំខាន់ដែររឿងសំខាន់គឺថាអ្នកបានរញ៉េញ៉ៃជាមួយខ្ញុំឡើយចាំងតើខ្ញុំគួរដាក់ប្រាក់ប៉ុន្មានទៅក្នុងទីផ្សារភាគហ៊ុនអ្វីក៏ដោយគឺល្អគ្រាន់តែធ្វើឲ្យតម្លៃភាគហ៊ុនឡើងទៅបានមកប៉ុន្តែគាត់មិនអាចបញ្ចុះបញ្ចូលបានទៀតទេមាននរណាម្នាក់ពួកគេកំពុងលក់ភាគហ៊ុនរបស់យើងយ៉ាងឆ្កួតមូលនិធិទាំងនោះមិនអាចទប់ទល់នឹងយ៉ាងណាទេមកកណេរបស់អ្នកទាំងអស់ត្រូវបានបង្កប់ទីមើលថាមានអ្វីកើតឡើងការទិញយកមួយសម្រងតម្លៃពីក្រុមហ៊ុនទាំង3របស់អ្នកតើតម្លៃនៃការរំលាយខ្សែធនគឺជាអ្វីបន្ថែម1 សេនអ្នកខ្ញុំមិនធ្វើឲ្យអ្នកសាយធនទេអ្នកគ្រាន់តែលេងសាច់នឹងខ្ញុំប៉ុណ្ណោះខ្ញុំចង់ឲ្យអ្នករស់នៅតែបន្ទាប់មកអ្នកដែលអាចឆ្លើយសំណួររបស់ខ្ញុំមិនត្រូវបានរៀបបញ្ជីនៅទីនេះទេក្រៅពីអ្នកមានមនុស្សជាច្រើនទៀតនៅក្នុងគ្រួសារអ្នកណាគិតថាខ្ញុំនឹងប្រាប់អ្នកច្រើនពេកឆោតល្ងងណាស់ខ្ញុំបានចាប់ផ្ដើមហើយសម្លេងរត់ទៅបានកំណត់រយៈពេល10នាទីនៅខាងក្នុងតំបន់ជែងណែនទាំងមូលត្រូវបានគេហៅថាកម្លាំងការពារជាតិនឹងមកដល់មិនថាអ្នកពូកែប្រយុទ្ធប៉ុណ្ណាទេតើអ្នកអាចឈ្នះបានទេអ្នកកំពុងប្រើប្រាស់កម្លាំងនៃកងពលមួយដើម្បីប្រយុទ្ធដើម្បីខ្លួនឯងកូនប្រុសរបស់ខ្ញុំបានស្លាប់តើខ្ញុំខ្វល់ពីវាសនាអ្វីទៀតពេលកាំងសិនចិនថ្ងៃនេះអ្នកនឹងត្រូវវិនិច្ឆ័យហើយសូមសម្រាប់ឲ្យបានស្ងប់ណាបងប្រុសប៊ីចិនតើអ្នកអាចរត់ទៅណាបានជាងណានជាទឹកដីរបស់ខ្ញុំទាំងស្រុងចូលយកវាទៅផឹកទឹកក្តៅវណ្ហមួយកែវទៅកុំភ័យអីជាមួយខ្ញុំនៅទីនេះបងប្រុសប៉ៃឈិនតោះយើងរត់គាត់ពិតជានឹងធ្វើវាបានប្រសិនបើគាត់មិនដួលដោយមិនគិតពីអ្វីដែលកើតឡើងអ្នកដែលបាញ់លាក់ខ្លួននៅពីក្រោយខ្ញុំហើយកុំមើលទៅលើខ្ញុំមិនចង់ទេខ្ញុំចង់នៅជាមួយអ្នកព្រះឲ្យនេះជាឃាតកម្មយេប៉ៃឈិនបានស្ដាប់ហើយក្រោកឈរឡើងបញ្ឈប់ការតស៊ូភ្លាមហើយប្រគល់លោកឆៅជីយូខ្ញុំអាចទុកមួយឲ្យអ្នកបានជឿខ្ញុំចុះខ្ញុំមិនអនុញ្ញាតឲ្យអ្នកការខកចិត្តត្រូវបានមានអារម្មណ៍ដោយមនុស្សគ្រប់គ្នាគ្របកាំភ្លើងត្រៀមខ្លួនបាញ់ដោយបាញ់ស្មៅ